ទេបងថាយេរូសាឡឹមអើយចូលក្រោមឡើងបញ្ចាំងពន្លឺត្បិតពន្លឺរបស់អ្នកបានមកដល់ហើយសូមប្រាប់គ្នាទៅវិញទៅមកថាក្រោមឡើងបញ្ចាំងពន្លឺរបស់អ្នកចាំពន្លឺរបស់អ្នកដល់ហើយសេរីល្អរបស់ព្រះអង្គម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃនេះពន្លឺរបស់យើងមានអីគេនៅក្នុងពន្លឺរបស់យើងមានសេរីល្អរបស់ព្រះនៅក្នុងនោះសេរីល្អរបស់ព្រះគឺមានន័យថាស្នាដៃរបស់ព្រះកិច្ចការរបស់ព្រះដែលព្រះអង្គធ្វើនៅក្នុងជីវិតរបស់លោកអ្នកបងប្អូនទាំងអស់គ្នានៅក្នុងលោកអ្នកបងប្អូនទាំងអស់គ្នាប្រសិនបើយើងអត់ដឹងថ្ងៃនេះយើងត្រូវច្បាស់លោកគ្រូអត្រេបានប្រាប់យើងពីមេរៀនពីខ1ខ2ច្បាស់មែនទែនកាលពីថ្ងៃមិញថាព្រះអង្គធ្វើការនៅក្នុងជីវិតរបស់យើងហើយឲ្យយើងក្រោកឡើងប៉ុន្តែមិនក្រោកឡើងហើយពលភ្លើងពលស្រីល្អរបស់ព្រះបំភ្លឺស្រីល្អរបស់ព្រះមើលបន្តមកខ2ប្រាប់ថាមើលហេតុអីទាំងមូលងងឹតស្លុតហើយភាពអន្តការគ្រប់ដណ្ដប់លើប្រជាជនទាំងឡាយតែពន្លឺរបស់ព្រះអង្គម្ចាស់រះឡើងបំភ្លឺអ្នកសេរីល្អរបស់ព្រះអង្គក៏លេចមកដូចថ្ងៃចាំងចែងលឿនអ្នកដែរបញ្ជាក់អំពីជំនួយដែលមកពីនគរឋានសួគ៌ជំនួយដែលមកពីព្រះអង្គជួយស្ដារមនុស្សដែលទុំទាបជួយស្ដារមនុស្សដែលបាក់បែកជួយស្ដារមនុស្សដែលអត់មានសេចក្តីសង្ឃឹមដែលជួយស្ដារមនុស្សដែលខកចិត្តជួយស្ដារមនុស្សដែលបាក់ទឹកចិត្តមនុស្សដែលពិបាកជឿខ្លួនឯងអាចងើបឡើងម្ដងទៀតបានព្រះអង្គប្រាប់ថាសេរីល្អរបស់ព្រះអង្គនៅនឹងនិយាយមកឲ្យឃើញថាកម្លាំងរបស់ព្រះអង្គអំណោយរបស់ព្រះអង្គជំនួយរបស់ព្រះអង្គនៅកន្លែងហ្នឹងដើម្បីជួយអ្នកឲ្យងើបឡើងម្ដងទៀតខ្ញុំចង់លោកអ្នកបងប្អូនស្ដាប់ខ3ខ4ខតប្រជាជាតិនានានាំគ្នាដើរមករកពន្លឺរបស់អ្នកមានន័យថាក្រោកឡើងហើយជះពន្លឺនៅក្នុងលោកអ្នកបងប្អូនមានអីមួយយ៉ាងតែអ្នកដទៃផ្សេងទៀតគេតាមរកហើយតែគេចង់បានហើយស្ដេចទាំងឡាយក៏ដើរមករករស្មីដែលចាប់ចែងចេញពីអ្នកដែរទាំងអ្នកតូចទាំងអ្នកធំខ្ញុំអាចនិយាយឲ្យខ្លីចេះចូលងើបពុកឡើងមើលជុំវិញខ្លួនលោកអ្នកបងប្អូនពេលខ្លះមនុស្សដែលអត់មនុស្សដែលពិបាកមនុស្សដែលខ្វះពិបាកយើងពុកណាបើយើងដើរពីក្រោមយើងចាំមានមុខទេដែរព្រះអង្គប្រាប់ប្រជាជនរបស់ព្រះអង្គថាឲ្យងើបពុកឡើងងើបឡើងមើលជុំវិញខ្លួនតិចមើលពីព្រោះគេមករកយើងកូនទាំងអស់ជុំគ្នាហើយដើរតម្រង់ទៅរកអ្នកកូនប្រុសរបស់អ្នកនឹងមកពីទីឆ្ងាយហើយប្រជាជាតិនានាក៏បីកូនស្រីរបស់អ្នកមកដែរគេមករកខ្ញុំចង់លោកអ្នកបងប្អូនមើលកម្មពីមួយថ្ងៃជំពូកទី5ខ14ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់លោកអេសាយតាំងពីជំនាន់ដែលប្រជារាស្ត្ររបស់ព្រះត្រូវវេទនារបស់ផ្នែកកិច្ចផ្ទាល់ខ្ញុំចង់លោកអ្នកបងប្អូនស្ដាប់នៅក្នុងកម្មពីមួយថ្ងៃព្រះសុគ្រីស្ទព្រះអង្គមានព្រះបន្ទូលទៅដែរហើយបើព្រះអង្គមានព្រះបន្ទូលទៅដែរមានន័យថាចេះព្រះអង្គបានភ្លេចនៃគម្រោងការព្រះអង្គទៅដែរខ្ញុំចង់លោកអ្នកបងប្អូនស្ដាប់មួយថ្ងៃពុក5ខ14ចែងថាអ្នករាល់គ្នាជាពន្លឺសម្រាប់បំភ្លឺមនុស្សលោកលោកអ្នកបងប្អូនឃើញព្រះអង្គមានប្រាប់ថាអ្នករាល់គ្នាជាពន្លឺបើព្រះអង្គប្រាប់យើងថាយើងជាពន្លឺមានន័យថាមានអីមួយយ៉ាងនៅក្នុងជីវិតរបស់យើងដែលអ្នកដទៃផ្សេងទៀតត្រូវការឲ្យគេតាមទៅនោះសូមប្រាប់គ្នាទៅវិញទៅមកថាអ្នកជាពន្លឺពន្លឺមួយនេះដែលព្រះអង្គមានព្រះបន្ទូលជាសេរីល្អរបស់ព្រះបើយើងមើលដល់ព្រះពីបាយខ្លះជាពន្លឺពេញហើយហើយតែជួយជីវិតយើងដែលទាំងអស់នោះខ្លាយជាបន្តដែលយើងប្រាប់ទៅកាន់អ្នកដទៃអូខេសូមស្ដាប់គេមិនអាចលាក់កំបាំងក្រុមណាដែលសំនៅលើកំពូលភ្នំឡើយហើយមួយទៀតខ2តទៅបានប្រាប់ថាហើយគេក៏មិនតែខុសជាគៀងហើយគេយកបោកទៅក្រុមពីលើវាដែរមានន័យថាចេះបើព្រះអង្គធ្វើការក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នាបើព្រះអង្គទុកចិត្តយុវជនដទៃផ្សេងទៀតដើម្បីឲ្យគេបរៀនដើម្បីឲ្យគេបរពីជីវិតចង់ដឹងថាជីវិតអ្នកដែលជឿព្រះអង្គមានសង្ឃឹមយ៉ាងម៉េចមានជំនឿយ៉ាងម៉េចគេនឹងមកមើលរកគ្រូរបស់ពួកគេតើអាមែនសំណួរខ្ញុំសួរមួយហើយកុំឆ្លើយមួយខ្ញុំឆ្លើយអ្នកចិត្តខាងបោះលោកអ្នកបងប្អូនចាំណាសំណួរខ្ញុំសួរថាគ្រូដែលគេដើរមករកនោះដើម្បីមករៀនដើម្បីឲ្យឃើញពលឺជាអ្នកណាស
សូមឆ្លើយការទីឯង nhiều សូមរាប់គាត់ថាអ្នកចូលទៅអ្នកទៅខាងមុខថាអ្នកខាងមុខថាអ្នកថាអ្នក chị nhom របស់ព្រះតែព្រះអង្គដាក់ព្រឺក្នុងជីវិតអ្នកហើយហើយហាមគ្រប់ឲ្យសងហាម hàm crop á hàm do ta crop